សិរីសួស្តីទេវតាឆ្នាំថ្មីថ្ងៃនេះមានវីដេអូសល់តាំងពីទៅលេងស្រុកការចូលឆ្នាំជុំពុកម៉ែបងប្អូននៅស្រុកថ្ងៃនេះមកធ្វើបាយសីដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មីរៀបចំបាយសីជាមួយអ្នកម្ដាយខ្ញុំហើយនឹងប្អូនបើនេះយើងចាប់ផ្ដើមមកធ្វើបាយសី3នាក់អ្នកម្ដាយខ្ញុំហើយនឹងប្អូនបើយើងរៀបចំបាយសីធ្វើតាំងពីមុនចូលឆ្នាំមួយថ្ងៃយើងរៀបចំទៅហើយអានេះថ្ងៃចូលឆ្នាំថ្ងៃទី1យើងចាប់ផ្ដើមរៀបចំទទួលទេវតាឆ្នាំថ្មីដាក់ស្វាយផ្លែឈើគ្រប់មុខការឈប់ការអីយើងមានដាក់ទាំងអស់ដឹងអីខ្លះហើយម៉ែខ្ញុំគាត់ធ្វើអីតែនឹងអត់ស្គាល់ដែរដឹងអីគេផងខ្ញុំរៀបចំតែស្អីទេបងប្អូនខ្ញុំធ្វើការឈប់សុកទៅទាញទូរស័ព្ទយកមកថតផ្លូវដល់យើងរៀបចំហើយខ្ញុំបានលើផ្លែឈើនិងបាយសីយកមកដាក់នៅលើតុដើម្បីទទួលទេវតាឆ្នាំថ្មីមានលឹកដាក់លឹកតុតូចពេកដល់ពេលអញ្ចឹងយើងពិបាកដាក់វិស្អៀតព្រោះអីសម្ភារៈឲ្យបានយើងទទួលទេវតាឆ្នាំថ្មីវាច្រើនណាស់អញ្ចឹងតុតូចដាក់ទៅវារៀងស្អៀតវារញ៉េរញ៉ៃអញ្ចឹងណាពួកអីយើងដាក់តាមពីផ្កាឈូកផ្កាអីយ៉ាងដៃខ្ញុំមិននឹងផ្កាអីភ្លេចបាត់ហើយឥឡូវនេះរៀបចំសុកក្មួយរបស់ម៉ែខ្ញុំគាត់យកទឹកផ្លែឈើយកមកជូតគឺយកនៅពេលរដូវបុណ្យទានវាគេយកមកជូតដល់ពេលយើងជូនហើយយើងចាប់ផ្ដើមរៀបចំទៀតអត់ទាន់ហើយទេពីតែអត់ទៅរបស់ខ្ញុំនោះនឹងទីខ្លះទេញ៉ៃពីផ្ទះគាត់រៀបប៉ុណ្ណឹងរយៈពេលរៀបដូចជាយូរដែរប្រហែលឡើងដល់ម៉ោងទេវតាចុះម៉ោង9ហ្នឹងរៀបតែបានមកតុកទទួលទេវតាហ្នឹងឡើងព្រឹកតែនឹងតាមពីមុនមួយថ្ងៃទៀតឥឡូវយើងរៀបចំហើយយើងមកមើលការរៀបចំនេះអំពើខ្ញុំឥឡូវយើងរៀបចំហើយនេះស្អាតអត់បងប្អូនមើលទៅគួរតាក់ទាញណាវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន